បដានេះពួកយើងនឹងនាំអ្នកទាំងអស់គ្នាធ្វើដំណើរកំសាន្តទៅកាន់កោះភូកុកប្រទេសវៀតណាមឬហៅថាកោះត្រល់ដោយដំណើរកំសាន្តរយៈពេល2យប់3ថ្ងៃពួកយើងចំណាយថវិកាចន្លោះពី150ទៅ$200នៅក្នុងវីដេអូនេះពួកយើងនឹងចែករំលែកអ្នកទាំងអស់គ្នាអំពីបទពិសោធន៍ក៏ដូចជា tip សម្រាប់ការធ្វើដំណើរទៅក្រៅប្រទេសបែប backpacker ក៏ដូចជាការដើរលេងការចាយវាយការញ៉ាំអីនិងទៅបានស្គាល់កន្លែងស្អាតៗមួយចំនួនជាពិសេសការរស់នៅប្រកបរបររបស់ជនជាតិវៀតណាមនៅឯនាយសមុទ្រព្រឹកថ្ងៃទី1ពួកយើងធ្វើដំណើរចេញពីភ្នំពេញឆ្ពោះទៅកាន់ខេត្តកែបដោយយើងធ្វើដំណើរបន្តទៅច្រកព្រំដែនព្រែកចាក់ដែលនៅចំចន្លោះរវាងខេត្តកែបជាមួយនឹងខេត្តហាទៀងប្រទេសវៀតណាមខ្ញុំរីកមែនឲ្យអ្នកទាំងអស់គ្នាធ្វើការបដូរលុយពីភ្នំពេញឲ្យហើយព្រោះដើម្បីងាយស្រួលនៅពេលដែលយើងធ្វើដំណើរយើងទៅដល់ច្រកព្រំដែនយើងវាយប៉ាសពតអាចចូលទៅបានហ្មងកុំឲ្យយើង take time យូរក្នុងការទៅរកកន្លែងដូរលុយហើយជាពិសេសមួយទៀតនោះបើយើងអាចរកកន្លែងដែលទិញ SIM បានកាន់តែលឿនគឺកាន់តែល្អព្រោះដោយសារតែជាក់ស្ដែងពួកខ្ញុំចូលទៅដល់ខេត្តហាទៀងប្រទេសវៀតណាមហើយបានខ្ញុំទិញ SIM នៅនោះថ្លៃមានតម្លៃរហូតដល់ជាង$8អ្នកទាំងអស់គ្នាទៅដល់ច្រកព្រំដែនព្រែកចាក់ពួកយើងបានទុកម៉ូតូនៅកាស៊ីណូដែលជាប់នឹងព្រំដែនហ្នឹងបន្ទាប់មកបានយើងដើរទៅកន្លែងវាយប៉ាសពតដើម្បីបំពេញបែបបត់ធ្វើការវាយប៉ាសពតចូលទៅក្នុងខេត្តហាទៀងកន្លែងនេះផងដែរមានគ្នាយើងសួរខ្ញុំច្រើនមែនតើទាំងឆាតមកផងទាំងខមមិនផងគាត់សួរថាបើចង់យកម៉ូតូឆ្លងច្រកព្រំដែនដើម្បីឆ្លងទៅកាន់កោះត្រល់តើមាន requirement នៃខ្លះជាក់ស្ដែងទៅនៅចំណុចនេះខ្ញុំបានសួរនាំបងប្រុសដែលគាត់ជាមន្ត្រីមានសមត្ថកិច្ចនៅហ្នឹងគាត់បានប្រាប់ថាគេអនុញ្ញាតឲ្យប្រជាជនខ្មែរយើងចូលឥឡូវហ្នឹងគឺសម្រាប់ម៉ូតូដែលមានកម្លាំងក្រោម 150cc ចំពោះម៉ូតូដែលមានកម្លាំងចាប់ពី 150cc ឡើងលើគឺត្រូវបំពេញបែបបទឯកសារមុននៅពេលដែលយើងទៅដល់ច្រកព្រំដែនហ្នឹងកន្លែងនេះគឺមានន័យថាអ្នកដែលមានបំណងចង់យកម៉ូតូចូលហើយកម្លាំងចាប់ពី 150cc ឡើងលើយើងត្រូវតាក់ទងទៅកាន់ច្រកព្រំដែនមុនដើម្បីឲ្យពួកគាត់ងាយស្រួល process ឯកសារសម្រាប់ឲ្យពួកយើងយកម៉ូតូចូលហើយចំពោះឯកសារសំខាន់មានដូចជា passport បានបើកបរអន្តរជាតិជាមួយនឹង insurance អញ្ចឹងយើងមកបន្តដំណើររបស់យើងវិញដោយពួកខ្ញុំវាយប៉ាសពតហើយគឺពួកខ្ញុំជិះតាក់ស៊ីពីច្រកព្រំដែនព្រែកចាក់ហ្នឹងឆ្ពោះទៅកាន់ខេត្តហាទៀងមានចម្ងាយប្រហែលជាខ្ទង់10ទៅ12គីឡូហ្នឹងយើងជិះប្រហែលជា5-10នាទីយើងទៅដល់ហើយដែលពួកខ្ញុំចំណាយអស់40000រៀលពួកយើងទៅកន្លែងទិញសំបុត្រដើម្បីទិញសំបុត្រត្រៀមឡើងទៅកាន់កោះត្រល់ហើយសំបុត្រគឺមានតម្លៃ$9ជាងខ្ញុំអត់ចាំថាតម្លៃវាប្រហែលច្បាស់ទេអ្នកទាំងអស់គ្នាព្រោះដោយសារតែខ្ញុំ convert ពីលុយដុងមកលុយដុល្លារហើយកន្លែងនេះក៏ខ្ញុំមាន tip មួយសម្រាប់អ្នកទាំងអស់គ្នាដែលរៀងខ្សោយការគិតលេខដូចខ្ញុំបន្តិចគ្រាន់តែឃើញ0ច្រើនរៀងបែកព្រីអញ្ចឹងណាខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាធ្វើការ convert លុយនៅក្នុង calculator របស់យើងនេះពីលុយដុងរបស់វៀតណាមមកជាលុយដុល្លារហ្មងទៅវាស្រួលហើយយើងងាយស្រួលក្នុងការយើង take note នៅក្នុងទូរស័ព្ទយើងអញ្ចឹងណាព្រោះជាក់ស្ដែង currency តាមប្រទេសនីមួយៗវាគឺខុសគ្នាទាំងអស់ពេលដែលយើងកំពុងរងចាំឡើងទៅកាន់ទូកល្បឿនលឿនដើម្បីធ្វើដំណើរឆ្ពោះទៅកាន់កោះខ្ញុំមើលឃើញនេះគឺជាការដែលគេរុញម៉ូតូចូលទៅក្នុងទូកដើម្បីដឹកទៅកាន់កោះអញ្ចឹងនេះជាម៉ូតូទូចៗផងដែលគាត់ត្រូវតែរុញម៉ូតូនោះនៅលើក្តារតែមកប្រទេសទេអ្នកទាំងអស់គ្នាដូចក្នុងវីដេអូនេះអញ្ចឹងសម្រាប់អ្នកដែលចង់យកម៉ូតូធំហើយយកឆ្លងទៅកាន់កោះត្រល់អាចមើលវីដេអូនេះបានថាគួរឬក៏មិនគួរការធ្វើដំណើរនៅលើទូកល្បឿនលឿនទៅកាន់កោះត្រល់យើងអាចចំណាយពេលលបាក់ទង់1ម៉ោង10នាទីទៅ1ម៉ោង20នាទីហ្នឹងគឺយើងអាចនឹងទៅដល់កំពង់ផែកោះត្រល់ហើយសម្រាប់ពួកខ្ញុំបានធ្វើការ booking កន្លែងគេងរួចហើយពីភ្នំពេញដោយពួកយើងធ្វើការ booking តាម Agoda ឬក៏ booking.com អញ្ចឹងសម្រាប់កន្លែងគេងយើង check review អីឲ្យច្បាស់លាស់សម្រាប់ការ booking នេះផងដែរខ្ញុំចង់ឲ្យ team អ្នកទាំងអស់គ្នាមួយទៀតគឺមុននៅពេលដែលយើង booking យើងគិតថាកន្លែងហ្នឹងយើងគិតថាជាកន្លែងដែលល្អសម្រាប់យើងធ្វើការស្នាក់នៅហើយអញ្ចឹងអ្នកទាំងអស់គ្នាគួរតែ check កន្លែងហ្នឹងអំពីការ recommend របស់គេជាពិសេសនោះបើយើងមាន app booking online ច្រើន2-3អញ្ចឹងទៅយើង search កន្លែងហ្នឹងទាំង2ទាំង3 app ហ្មងទៅព្រោះដោយសារតែតម្លៃនៅក្នុង app នីមួយៗគឺខុសគ្នាគេមាន promotion ខុសគ្នាហើយមួយវិញទៀតវាក៏ជាចំណុចប្រកបវិជ្ជាមួយដែលយើងគិតថាកន្លែងហ្នឹងគឺមានមែនតែនហើយ secure សម្រាប់ការដែលយើង booking ទៅអត់ខាតលុយអត់បាត់លុយ
សម្រាប់មធ្យោបាយធ្វើដំណើរនៅលើកោះហ្នឹងពួកខ្ញុំបានធ្វើការកក់ម៉ូតូមុនពេលពួកខ្ញុំបានទៅដល់អញ្ចឹងខ្ញុំតាក់ទងទៅខាងកន្លែងដែលគេកក់ម៉ូតូហ្នឹងឲ្យគេយកម៉ូតូមកឲ្យខ្ញុំនៅកំពង់ផែអញ្ចឹងបានន័យថាខ្ញុំចំណេញលុយដើម្បីទៅជិះតាក់ស៊ីទៅដល់កន្លែងស្ថានភាពដែលយើងស្នាក់នៅហើយបានយើងធ្វើដំណើរបន្តទៅរកជួលម៉ូតូអីយើងឲ្យកន្លែងដែលគេមានជួលម៉ូតូហ្នឹងយកម៉ូតូមកឲ្យយើងបកគលជូនឲ្យយើងនៅកំពង់ផែអញ្ចឹងយើងអាចធ្វើដំណើរបានភ្លាមហ្មងកន្លែងនេះគឺជាការ saving មួយឲ្យអ្នកទាំងអស់គ្នាហើយសម្រាប់អ្នកទាំងអស់គ្នាដែលតែងតែទៅដើរលេងហើយជួលម៉ូតូឬក៏ជួលកង់ឬក៏ជួលយន្តហោះ whatever អ្នកទាំងអស់គ្នាជួលរឿងដែលសំខាន់ដែលយើងត្រូវធ្វើអ្នកទាំងអស់គ្នាពេលដែលយើងទៅដល់កន្លែងដែលយើងត្រូវយកម៉ូតូឬក៏គេបកគលម៉ូតូឲ្យយើងហ្នឹងអ្នកទាំងអស់គ្នាគប្បីគួរតែថតវីដេអូមកជុំវិញម៉ូតូហ្នឹងឲ្យបានគ្រប់កន្លោះកលៀតមើលទៅកន្លែងណាបែកបាក់អីហ្នឹងគឺយើងថតទុកឲ្យហើយដែលវាគឺជាភ័ស្តុតាងនៅពេលដែលយើងបកគលម៉ូតូជូនគេវិញកុំឲ្យគេរកលេសថាអូម៉ូតូនេះបែកបាក់អីដោយសារយើងអញ្ចឹងយើងមានវីដេអូដែលជា reference កន្លែងនេះគឺទៅដល់ស្រុកណាក៏ដោយកន្លែងណាក៏ដោយបើយើងជួលអីរបស់គេគឺយើងត្រូវតែថតមុនឲ្យហើយអ្នកទាំងអស់គ្នាពួកយើងធ្វើដំណើរចេញពីកំពង់ផែទៅកន្លែងដែលយើងគេនេះមានចម្ងាយប្រហែលជាខ្ទង់10គីឡូជាងហើយកន្លែងគេងរបស់ពួកខ្ញុំផងដែរគឺមានឈ្មោះថា The Poplar Resort ដោយកន្លែងនេះខ្ញុំមើលនៅក្នុង app online ដែលខ្ញុំ booking ហ្នឹងមើលទៅការ review ក៏ល្អហើយជាពិសេសហ្នឹងគឺ view វាគឺនៅជាប់មាត់សមុទ្រដែលមាន sunset ស្អាតទៀតហើយម្ចាស់កន្លែង resort ដែលជាជនជាតិវៀតណាមនេះផងដែរគឺគាត់ចេះអង់គ្លេសមកអាចនិយាយស្ដាប់គ្នាបានជាមួយនឹងពួកយើងអញ្ចឹងក៏យើងងាយស្រួលក្នុងការទំនាក់ទំនងសួរអំពីកន្លែងដែលថាពួកយើងគួរទៅកន្លែងដែលគាត់ recommend នេះអញ្ចឹងអ្នកទាំងអស់គ្នាជាពិសេសកន្លែងដែលយើងចង់ទៅញ៉ាំអីបែប local នេះគឺគាត់ recommend ទៅត្រូវហ្មងពេលថ្ងៃឡើងយើងចាប់ផ្ដើមកន្លុកទីក្រុងដើរជិះម៉ូតូរក street food រកអាហារបែបប្រចាំតំបន់នៅនឹងហើយយើងសួរគាត់ទៅគឺគាត់ recommend ឲ្យយើងទៅញ៉ាំ phở ហើយ phở កន្លែងដែលយើងទៅនេះគឺកន្លែងដែលជនជាតិបរទេសភាគច្រើនគឺគាត់តែងតែទៅនៅនឹងកន្លែងដែលយើងទៅញ៉ាំ phở ថ្ងៃឡើងនេះគឺមានច្រើនមុខមែនតើនៅពេលយើងទៅដល់គ្រាន់តែថានៅខាងវៀតណាមដោយសារប្រជាជនពួកគាត់អត់សូវនិយាយអង់គ្លេសច្រើនអញ្ចឹងយើងទៅដល់យើងប្រើភាសាកាយវិការបានន័យថាទៅដល់ភាពងាយស្រួលរបស់ខ្ញុំគឺខ្ញុំចង់ញ៉ាំអាមួយណាគឺខ្ញុំថតអានឹងក្រឹបខ្ញុំយកឲ្យគាត់ឲ្យប្រាប់ថាយកអាមួយហ្នឹងទោះយើងអត់ចេះភាសាវៀតណាមក៏យើងអាចទៅញ៉ាំបានដែរបន្ទាប់ពីយើងចេញពីញ៉ាំ phở រួចរាល់បានយើងជិះដើរមើលក្នុងក្រុងជិះមើលអំពីការរស់នៅប្រជាជនគេបែបបទនៃការរកស៊ីរបស់គេអីនៅហ្នឹងគឺម្យ៉ាងម្នាក់ពីស្រុកយើងឯនៅទាំងអស់គ្នាហើយពួកយើងក៏បានទៅទិញតរ៉េនញ៉ាំព្រោះដោយសារតែឃើញនៅហ្នឹងគឺតរ៉េនច្រើនមែនតើនៅតាមផ្លូវធ្វើដំណើរខ្ញុំសង្កេតឃើញថាប្រជាជនវៀតណាម 99% អ្នកទាំងអស់គ្នាគឺគាត់ធ្វើដំណើរគឺគាត់ពាក់មួកសុវត្ថិភាពទាំងអស់ហ្មងហើយមួកសុវត្ថិភាពរបស់គាត់ហ្នឹងគឺដូចគ្នាស្តៀងគ្នាខ្លាំងមែនតើហ្មងអត់មានណាគេពាក់មួកសុវត្ថិភាពចេញមកឲ្យប្លែកទេគឺការពាក់មួកសុវត្ថិភាពរបស់ពួកគាត់ហ្នឹងខ្ញុំមើលទៅគឺសឹងតែដូចគ្នា 99% អ្នកទាំងអស់គ្នាសូម្បីតែអ្នកខ្លះចូលទៅក្នុងហាងមាសឬក៏ហាងដូរលុយក៏ចូលទៅពាក់ម៉ាស់ពាក់មួកសុវត្ថិភាពដែរខ្ញុំមើលទៅនៅហ្នឹងគឺច្រើនហ្មងសឹងតែគ្រប់កន្លែងនេះគឺគេពាក់មួកសុវត្ថិភាពគឺជារឿងធម្មតាហ្មងខ្ញុំអត់ដឹងថាម៉េចបើគេចូលចិត្តពាក់មួកសុវត្ថិភាពទាំងតែចូលទៅហាងមាសហើយបើនៅស្រុកយើងពាក់មួកសុវត្ថិភាពចូលទៅហាងមាសហាងពេជ្រដូរលុយអីហ្នឹងគឺដឹងតែគេសេវហើយសម្រាប់ពួកខ្ញុំបានយកមួកខ្លួនឯងដើម្បីយកទៅពាក់ព្រោះវាងាយស្រួលក្នុងការទំនាក់ទំនងគ្នានៅពេលជិះម៉ូតូនឹងផងហើយមួយទៀតខ្ញុំ mount GoPro អីជាប់នឹងដើម្បីថតនោះអញ្ចឹងមកផ្លូវគឺមានតែខ្ញុំ2នាក់ឯងដែលពាក់មួកសុវត្ថិភាពខុសគេអញ្ចឹងខ្ញុំជិះទៅកន្លែងណាគេមើលខ្ញុំរហូតបន្ទាប់មកបានយើងធ្វើដំណើរទៅកន្លែងកាហ្វេមួយនៅលើភ្នំដោយកន្លែងនេះគឺជាការ recommend ពីម្ចាស់ resort ដែលពួកខ្ញុំបានគេហ្នឹងហើយកន្លែងគេនេះគឺស្អាតមែនតើអ្នកទាំងអស់គ្នាគេធ្វើលក្ខណៈបែបរៀង camping បែបធម្មជាតិអីអញ្ចឹងហ្នឹងអង្គុយផឹកកាហ្វេ chill ស្ដាប់ចម្រៀងការរៀបចំនៅកន្លែងកាហ្វេរបស់គេនេះគឺមួយយ៉ាងហ្មងអ្នកទាំងអស់គ្នាព្រោះដោយសារតែកន្លែងគាត់ជាកន្លែងដែលជំរាលភ្នំហើយគាត់រៀបចំកន្លែងលក់កាហ្វេដល់យើងនៅកន្លែងជំរាលភ្នំហ្នឹងយើងមើលទៅកាន់ view នៃសមុទ្រមើលទៅមួយយ៉ាងលយហ្មងអ្នកទាំងអស់គ្នាកន្លែងគាត់នេះបន្ទាប់ពីយើងញ៉ាំកាហ្វេអីរួចរាល់មកយើងក៏ធ្វើដំណើរត្រឡប់ទៅកន្លែងយើងគេងវិញព្រោះដោយសារតែវាមេឃរៀងជ្រេលល្ងាចហើយណាមួយកន្លែងដែលយើងគេងហ្នឹងគឺគាត់ប្រាប់ថាគឺជាកន្លែងដែល best sunset view point ហ្មងជាកន្លែងដែលយើងអាចមើលថ្ងៃរៀបលិចស្អាតនៅកន្លែងកោះត្រល់ហ្នឹងហ្មងហើយពួកយើងក៏បានកំងគ្រឿងសមុទ្រអាំងមួយចំនួនដើម្បីយកមកទុកញ៉ាំអង្គុយឈៀលេងមើលថ្ងៃលិចនៅមាត់បន្ទប់យើងនឹងហ្មងអ្នកទាំងអស់គ្នានៅកន្លែងខ្ញុំគេនេះខ្ញុំឃើញបរិយាកាសនេះល្អមួយយ៉ាងណាស់អ្នកទាំងអស់គ្នាព្រោះដោយសារតែកន្លែងយើងគេនៅជាប់មាត់សមុទ្រហ្មងអញ្ចឹងយើងអាចដើរល្ងាចឡើងឈៀលេងនៅកន្លែងឆ្នេរហ្នឹងល្ងាចឡើងឃើញប្រជាជនពួកគាត់មកលេងនៅឆ្នេរសមុទ្រហ្នឹងមើលថ្ងៃលិចមើលអីទាំងអស់គ្នាអញ្ចឹងណាបរិយាកាសនៅនេះល្អមែនតើល្ងាចឡើងយើងអាចដើរលេងតាមឆ្នេរស្រូបយកខ្យល់អាកាសដ៏ស្រស់ថ្លាហើយជាពិសេសនោះម៉ោង golden hour យើងអាចអង្គុយមើល sunset នៅនេះស្អាតមែនតើហើយចំពោះពួកយើងតែង
តែមិនភ្លេចជាមួយនឹង Gainsbourg Snow ទោះជាទៅដល់ទីណាក៏ដោយទៅដល់កន្លែងស្អាតបែបនេះហើយបរិយាកាសអែមប៉ុណ្ណេះហើយភ្លេចមិនបានជាមួយនឹង Gainsbourg Snow រសជាតិស្រាលស្រទន់ងាយស្រួលលេបអាល់កុលត្រឹមតែ 3.9% ទេអ្នកនរគ្នាសម្រាប់ Gainsbourg Snow នេះកាន់តែត្រជាក់គឺកាន់តែឆ្ងាញ់ហ្មងបើនិយាយពីរូបរាងនៃកំប៉ុងនេះវិញទើបតែចេញថ្មី version នេះគឺស្អាតមែនតើកាន់មកឃើញឡើង look cool look premium ហ្មងអ្នកនរគ្នាដូចជា slogan គេបាននិយាយថា cool like that like Gainsbourg Snow និយាយទៅគឺកំប៉ុងនេះគឺលយមែនតើហ្មងកាន់មកឃើញ look cool look ក្មេងហ្មងស័ក្តិសមជាមួយនឹងបរិយាកាសនៅមាត់សមុទ្របែប chill មើលថ្ងៃលិចខ្យល់បក់ទៅសៀកមកយើងមានមឹកអាំងយើងមានបកាអាំងបែបនេះមក chill ជុំគ្នាជុំមិត្តភ័ក្តិអង្គុយមើលថ្ងៃលិចនិយាយពីថាបរិយាកាសនេះអែមណាស់អ្នកទាំងអស់គ្នា Gainsbourg Snow នេះសម្រាប់មិត្តនារីក៏អាចញ៉ាំបានដែរព្រោះដោយសារតែវាស្រាលស្រទន់ងាយស្រួលលេបជាពិសេសនោះជាអាល់កុលវាគឺទាបទៀតអ្នកទាំងអស់គ្នាថ្ងៃរៀបលិចនៅកន្លែងនេះស្អាតមែនតើពិសេសនៅពេលដែលព្រះអាទិត្យរៀបនឹងលិចផុតបាត់ទៅវាចំណាំងផ្លាតចូលមកខាងសមុទ្រហ្នឹងមើលទៅឡើង golden ឡើងពណ៌មាសឡើងស្អាតបរិយាកាសនេះខ្យល់បក់ទៅសៀកមកអូបរិយាកាសល្អហ្មងហើយសម្រាប់ដំណើរកម្សាន្តទៅកាន់កោះត្រល់របស់ពួកយើងនឹងចែកចេញជា2 part ដោយនេះជា part 1ហើយខ្ញុំនឹងផុសវីដេអូមួយទៀតជា part 2ដែលវីដេអូមួយទៀតយើងនឹងទៅកន្លែងដើរលេងជាច្រើនទៀតនៅលើកោះត្រល់ជាពិសេសនោះយើងនឹងទៅកន្លែងមួយដែលខ្ញុំជាប់ចិត្តខ្លាំងជាងគេគឺ Mediterranean Town ដែលជាទីក្រុងដែលគេបង្កើតថ្មីបែបមើលទៅដូចនៅអឺរ៉ុបចឹងទាំងអាគារទាំងសំណង់ឲ្យមើលទៅស្អាតខ្លាំងមែនតើអញ្ចឹងយើងនឹងជួបគ្នានៅក្នុងវីដេអូមួយទៀតដែលជាវីដេអូ part 2នៅលើកោះត្រល់អញ្ចឹងសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះយើងនឹងជួបគ្នានៅវីដេអូក្រោយ